លោកតាលោកយាយអំពូមីមីបងប្អូនជនរួមជាតិប្រិយមិត្តទូរទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីស្នេហាសេចក្តីរាយការណ៍ព័ត៌មានពេលព្រឹកថ្ងៃប្រហោះ11កើតខែមិញឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556ដែលត្រូវនៅថ្ងៃទី21ខែកុម្ភៈឆ្នាំ2013បងប្អូនជនរួមជាតិជាទីគោរពនិងជាទីស្នេហានៅពេលព្រឹកនេះខ្ញុំបាទរួមជាមួយនឹងលោកបាវណ្ណៈក្នុងកម្មវិធីរាយការណ៍ព័ត៌មានពេលព្រឹកនិងជម្រាបជូននៅព័ត៌មានជាបន្តបន្ទាប់ប៉ុន្តែនៅពេលនេះយើងខ្ញុំក៏មានដំណឹងជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលមានកូនឆែបមាត់ឆែបក្រអូបមាត់រលាកមុខរលាកមាត់អីផ្សេងសូមមេត្តាអញ្ជើញទៅតាក់ទងនៅខាងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជារបស់យើងក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិកគ្រូស្ម័គ្រចិត្តកាណាដាអូស្ត្រាលីនិងអ៊ីតាលីចុះជួយវះកាត់ដោយឥតគិតថ្លៃទាំងការព្យាបាលទាំងការវះកាត់ដូច្នេះសូមឲ្យប្រជាពលរដ្ឋរបស់យើងទៅតាក់ទងនៅក្នុងថ្ងៃទី23គឺដល់ថ្ងៃទី1ខែមីនាឆ្នាំ2013ប៉ុន្តែអង្គការ Operation Smile ដែលបានសហការជាមួយក្រសួងសុខាភិបាលនិងសប្បុរសជនគឺមានបេសកកម្មជួយវះកាត់នេះគឺមានចំនួនដល់120នាក់ហើយដូច្នេះថ្ងៃទី23កុម្ភៈដល់ថ្ងៃទី1ខែមីនាឆ្នាំ2013គឺជាថ្ងៃដែលចាប់ផ្ដើមរៀបចំវះកាត់និងការថែទាំព្យាបាលនៅក្នុងបន្ទុកទាំងស្រុងរបស់អង្គការ Operation Smile ហើយនឹងក្រុមគ្រូពេទ្យកម្ពុជារបស់យើងក្រុមគ្រូពេទ្យអាមេរិកនិងក្រុមគ្រូពេទ្យកាណាដាអូស្ត្រាលីហើយនិងអ៊ីតាលីផងដែរបងប្អូនជនរួមជាតិជាទីគោរពនិងជាទីស្នេហានៅក្នុងពេលសប្តាហ៍ថ្ងៃនេះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើបញ្ហាសង្គមគិច្ចទៅលើបញ្ហាផ្សេងរបស់ប្រជាពលរដ្ឋរបស់យើងជាពិសេសគឺសោធននិវត្តន៍ជនសោធននិវត្តន៍អីក្តីគឺតែងតែបានខិតខំគឺរៀបចំធ្វើយ៉ាងណាដើម្បីឲ្យកិច្ចការសង្គមគិច្ចនេះបានប្រព្រឹត្តទៅល្អប្រសើរនៅក្នុងសង្គមរបស់យើងដូច្នេះហើយបានជាយើងឃើញថារាជរដ្ឋាភិបាលបានប្រឹងប្រែងយកចិត្តទុកដាក់អស់ពីសមត្ថភាពក្នុងការជួយដល់ប្រជាពលរដ្ឋរបស់យើងកាត់បន្ថយភាពក្រីក្រជាង30ឆ្នាំមកនេះឃើញថាប្រព្រឹត្តទៅបានល្អប្រសើរហើយទោះបីជាយើងជាសមាជិកសមាគមអាស៊ានហើយពីមួយឆ្នាំទៅមួយឆ្នាំគឺអ្វីដែលបានប្រព្រឹត្តទៅទាំងអំបាលម៉ានគឺរាជរដ្ឋាភិបាលបានធ្វើបានយ៉ាងប្រកបដោយជោគជ័យដែលធ្វើឲ្យយើងទាំងអស់គ្នាពិតពេញជាមានមោទនភាពពិតពេញជាមានលក្ខណៈមួយស្ថិតនៅរស់នៅក្នុងភាពសុខដុមរមនាទាំងអស់គ្នាដូច្នេះហើយបានជាការប្រព្រឹត្តទៅក្នុងពិធីផ្សេងកិច្ចប្រជុំកំពូលអាស៊ានហើយរហូតមកដល់ពិធីដង្ហែព្រះបរមសពតាំងពីទីក្រុងប៉េកាំងរហូតមកដល់ទីក្រុងភ្នំពេញដង្ហែហើយនៅរៀបចំបូជាថ្វាយប្រភ្លើងរហូតដល់ចប់សពគ្រប់បានយ៉ាងល្អប្រសើរហើយរហូតមកដល់រសៀលម្សិលមិញថ្ងៃនេះហើយបែបបងប្អូនជនរួមជាតិរបស់យើងក៏បានជ្រាបដែរអំពីការកសាងនៅព្រះបរមរូបព្រះមហាវីរក្សត្រគឺបានចាប់ផ្ដើមកសាងឡើងហើយដូច្នេះខ្ញុំបាទសូមឲ្យខាងការីទូរទស្សន៍យើងចាក់ផ្សាយនៅព័ត៌មាននេះគឺទាំងរូបភាពទាំងសម្លេងទាំងស្រុងដូចតទៅសុខសាន្តសានដល់ព្រះមហាក្សត្រថាក្សត្រត្រៃព្រះរាជវង្សានុវង្សជាពិសេសដៃជះបារមីប្រក់ព្រំពោជ័យមង្គលមហាប្រសើរសាន្តសានដល់សម្ដេចទាំង3ជាពិសេសសម្ដេចមហាសេនាបតីតេជោនសែននាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាលោកជំទាវកតេព្រឹទ្ធបឌិតបូរនីហ៊ុនសែនពិធីក្រុងពាលីកសាងព្រះបរមរូបព្រះមហាព្រះក្សត្រសម្ដេចព្រះនរោត្តមសីហនុត្រូវបានធ្វើឡើងនាល្ងាចថ្ងៃពុធទី20ខែកុម្ភៈឆ្នាំ2013នេះនៅសួនច្បារខាងកើតវិមានឯករាជ្យពិធីក្រុងពាលីដើម្បីចាប់ផ្ដើមការកសាងព្រះបរមរូបព្រះមហាព្រះក្សត្រខាងលើនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទីតាំងដែលត្រូវរៀបចំកសាងព្រះបរមរូបព្រះមហាព្រះក្សត្រគឺនៅលើសួនច្បារជិតដើមពោធិ៍ចម្ងាយ200ម៉ែត្រខាងកើតវិមានឯករាជ្យ
រាជគួររំលឹកថាអនុគណៈកម្មការទទួលបន្ទុកព័ត៌មានផ្សព្វផ្សាយកសាងព្រះបរមរូបសម្ដេចព្រះនរោត្តមសីហនុបានជួបប្រជុំគ្នាពិភាក្សាអំពីគម្រោងសាងសង់ព្រះបរមរូបកាលពីល្ងាចថ្ងៃទី11ខែកុម្ភៈឆ្នាំ2013ដែលកិច្ចប្រជុំនោះដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុកអានរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចប្រគល់ឲ្យក្រុមហ៊ុនសេឡាដែលជាក្រុមហ៊ុននៅក្នុងស្រុកគឺជាអ្នកកសាងព្រះបរមរូបព្រះមហាវីរក្សត្រសំណង់ព្រះបរមរូបព្រះមហាវីរក្សត្រនឹងត្រូវកសាងអំពីស្ពាន់នៅក្នុងទម្រង់រូបមួយជំហរទ្រង់ព្រះពណ៌អាវកត្រង់និងចងក្បិនមានកម្ពស់7ម៉ែត្រគិតទាំងទម្រចំណែកឯសំណង់ស្ដូកទាំងមូលមានកម្ពស់27ម៉ែត្រ20ទាបជាងវិមានឯករាជ្យ10ម៉ែត្ររាជរដ្ឋាភិបាលកម្ពុជាមានបំណងចង់ឲ្យក្រុមហ៊ុនសេឡាដែលជាអ្នកទទួលបន្ទុកការកសាងព្រះបរមរូបនេះសម្រាប់ការកសាងឲ្យរួចរាល់នៅព្រះបរមរូបព្រះមហាវីរក្សត្រឲ្យបានចប់នៅមុនថ្ងៃទី31ខែតុលាឆ្នាំ2013ដើម្បីរាជរដ្ឋាភិបាលឲ្យរៀបចំពិធីសម្ពោធឲ្យនៅចំថ្ងៃប្រសូតរបស់ព្រះមហាវីរក្សត្រសម្ដេចព្រះនរោត្តមសីហនុគឺនៅថ្ងៃទី31ខែតុលានោះកាលពីថ្ងៃទី6ខែកុម្ភៈឆ្នាំ2013សម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុបានផ្ញើព្រះរាជសារជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនថ្លែងនៅអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនដែលសម្ដេចបានព្រួយផ្ដើមគំនិតឲ្យមានការកសាងនៅព្រះបរមរូបព្រះមហាវីរក្សត្រខាងលើនេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានព្រួយផ្ដើមការកសាងព្រះបរមរូបព្រះមហាវីរក្សត្រនៅលើសួនច្បារជិតវិមានឯករាជ្យនេះគឺក្នុងគោលបំណងទុកសម្រាប់ប្រជាពលរដ្ឋកម្ពុជានិងភ្ញៀវអន្តរជាតិគោរពនិងចងចាំព្រះភ័ក្ត្ររបស់ព្រះអង្គចងចាំពីព្រះរាជបូជនីយកិច្ចស្នាព្រះហស្ថនិងគុណូបការៈរបស់ព្រះអង្គជាពិសេសសម្រាប់ពេលដែលគណៈប្រតិភូបរទេសមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងបានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យហើយក៏អាចបន្តទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រដែលនៅជិតវិមានឯករាជ្យនោះផងដែរ
បងប្អូនជនរួមជាតិជាទីគោរពនិងជាទីស្នេហាជាបន្តទៅទៀតនេះគឺសូមជូននៅព័ត៌មានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក Michael Smith នាយកធនាគារ ANZ Royal ប្រចាំពិភពលោកចូលជួបសម្ដែងការគួរសមនាព្រឹកថ្ងៃទី20ខែកុម្ភៈឆ្នាំ2013នេះនៅសន្តាគារ Intercontinental នារាជធានីភ្នំពេញឯកឧត្តមអៀងសុផាឡែតជំនួយការផ្ទាល់សម្ដេចតេជោបានប្រាប់អ្នកសារព័ត៌មានថានៅក្នុងជំនួបនោះលោក Michael Smith បានបញ្ជាក់ថាធនាគារ ANZ កំពុងតែមានវត្តមាននៅលើប្រទេសចំនួន34ពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកហើយមានទុនប្រមាណ$6000លានអាមេរិកហើយលោកបានបន្តថាពិភពលោកសពថ្ងៃក្នុងរយៈពេល2ឆ្នាំកន្លងមកនេះនៅតំបន់អឺរ៉ុបគឺមានភាពប្រសើរឡើងវិញហើយបញ្ហាប្រាក់អឺរ៉ូនោះក៏នៅមានវត្តមានបន្តទៅទៀតដែរតែត្រូវការរយៈពេលវែងដើម្បីដោះស្រាយនៅវិបត្តិទាំងនេះជាមួយគ្នានេះដែរលោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានជួយគាំទ្រធ្វើឲ្យធនាគារ ANZ មានវត្តមាននៅកម្ពុជាជាមួយនឹងភាពរឹងមាំនិងរីកចម្រើនជាការឆ្លើយតបសម្ដេចតេជោហ៊ុនសែនបានថ្លែងអំណរគុណជូនលោក Michael Smith ដែលបានលើកឡើងនៅអ្វីដែលពាក់ព័ន្ធទៅនឹងពិភពលោកនិងតំបន់អឺរ៉ុបហើយសម្ដេចបានស្វាគមន៍ចំពោះវត្តមានធនាគារ ANZ នៅកម្ពុជាហើយក៏បានស្នើឲ្យ ANZ ដាក់បន្តទុនថែមទៀតពីព្រោះថាវត្តមាន ANZ Royal គឺបានផ្ដល់នៅជំនឿទុកចិត្តដល់អ្នកវិនិយោគទុនមកកាន់កម្ពុជាសម្ដេចតេជោហ៊ុនសែនក៏បានបញ្ជាក់អំពីនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកាលពីដើមឡើយកម្ពុជានាំចេញទៅកាន់ទីផ្សារនៅប្រទេសដែលកំពុងមានវិបត្តិប៉ុន្តែឥឡូវនេះប្រទេសកម្ពុជាបានដាក់នយោបាយថ្មីគឺការរក្សាទីផ្សារចាស់និងបើកទូលាយទៅកាន់ទីផ្សារថ្មីសម្រាប់ការនាំចេញបងប្អូនជនរួមជាតិទាំងអស់គ្នាជ្រាបស្រាប់ហើយការរៀបចំលើកឡើងទាំងអំបាលម៉ានរបស់រាជរដ្ឋាភិបាលគឺយើងទាំងអស់គ្នាដឹងច្បាស់ណាស់ការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនដែលកំពុងតែប្រព្រឹត្តទៅក្នុងពេលបច្ចុប្បន្នទោះបីជាមានបញ្ហាវិបត្តិព្រៃវិបត្តិស្បៀងវិបត្តិអីយ៉ាងណាក៏ដោយក៏ប៉ុន្តែអាស្រ័យដល់យើងមានសាមគ្គីសហការហើយនឹងគ្រឹះដ៏រឹងមាំនៅក្នុងសេដ្ឋកិច្ចរបស់យើងនោះហើយជាពិសេសទៅទៀតគឺកម្ពុជារបស់យើងគឺជាប្រទេសដែលជាធ្វើកសិកម្មត្រង់នេះហើយបានជាសម្ដេចបញ្ជាក់ជូនលោក Michael Smith ដែលបានអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយសម្ដេចនេះគឺសម្ដេចបានបញ្ជាក់ថានយោបាយថ្មីរបស់កម្ពុជារបស់យើងគឺកម្ពុជានាំចេញទៅកាន់ទីផ្សារនៅក្នុងប្រទេសដែលកំពុងមានវិបត្តិប៉ុន្តែឥឡូវនេះប្រទេសកម្ពុជាដាក់នយោបាយថ្មីបន្តទៅទៀតគឺការរក្សាទីផ្សារចាស់និងបើកទូលាយទៅកាន់ទីផ្សារថ្មីសម្រាប់ការនាំចេញបងប្អូនជនរួមជាតិទាំងអស់ជ្រាបស្រាប់ហើយយើងសប្តាហ៍ជាសមាជិកសមាគមអាស៊ានឆ្នាំ2015កម្ពុជារបស់យើងក៏នឹងក្លាយទៅជាសហគមន៍អាស៊ានជាមួយនឹងប្រទេសទាំង9ទៀត10ប្រទេសនឹងកម្ពុជារបស់យើងនេះដូច្នេះ10ប្រទេសនេះគឺមានប្រជាជនប្រមាណ500-600លាននាក់ម្ល៉េះហើយទីផ្សាររបស់យើងក៏ធំប៉ុណ្ណឹងដែរពីព្រោះអីពីព្រោះយើងជាសហគមន៍របស់អាស៊ានបើអញ្ចឹងយើងឃើញស្រាប់ហើយខេត្តរចនាសម្ព័ន្ធសប្តាហ៍ថ្ងៃដែលរាជរដ្ឋាភិបាលបានប្រឹងប្រែងរៀបចំជាមួយនឹងអ្វីដែលយើងថាខិតខំរៀបចំក្នុងប្រទេសរបស់យើងទាំងផ្លូវគោកផ្លូវទឹកផ្លូវអាកាសឲ្យបានល្អដើម្បីឆ្លើយតបទៅនឹងសហគមន៍អាស៊ានឆ្នាំ2015ឲ្យបានទាន់ពេលវេលាប៉ុន្តែយើងក៏ត្រូវតែប្រឹងប្រែងទៅលើបញ្ហាធនធានមនុស្សផងដែរហើយលើបញ្ហាអ្វីដែលយើងបានឃើញហើយចក្ខុវិស័យរបស់សម្ដេចតេជោហ៊ុនសែនក្នុងការនាំអង្គចេញពីកម្ពុជារបស់យើងគឺរហូតដល់1លានតោនក្នុងឆ្នាំ2015ដូច្នេះឆ្នាំនេះ2013 14 15នៅតែ2ឆ្នាំកន្លះទៀតទេយើងទាំងអស់គ្នានឹងឃើញហើយថាតើអ្វីដែលយើងត្រូវខិតខំប្រឹងប្រែងជាបន្តទៅទៀតហើយនឹងខិតខំធ្វើយ៉ាងណាដើម្បីឲ្យសង្គមរបស់យើងប្រទេសរបស់យើងគឺមានភាពរីកចម្រើនល្អប្រសើរទាំងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនៃទេសចរដើម្បីឆ្លើយតបទៅនឹងការរស់នៅជាមួយនឹងសហគមន៍អាស៊ានដូច្នេះហើយបានជាសម្ដេចតេជោហ៊ុនសែនខិតខំរៀបចំច្បាប់
ផងទាំងពួងជាពិសេសបណ្ដាមន្ទីរក្រសួងទាំងអស់គ្នានេះគឺត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ដើម្បីធ្វើយ៉ាងណាឲ្យវាមានលក្ខណៈមួយគិតឲ្យថាឃើញនៅលើទឹកក្រោមទឹកអីយ៉ាងណាអានឹងគឺជារឿងមួយដែលយើងមានការខ្មាស់អៀននៅក្នុងភាពសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋរបស់យើងខ្មែររបស់យើងមន្ត្រីរាជការរបស់យើងដោយយើងត្រូវប្រកាន់ភាពថ្លៃថ្នូរដោយយើងមិនរវីរវល់នឹងបញ្ហាអត់ទាំងនោះដែលធ្វើឲ្យជះឥទ្ធិពលវប្បធម៌មិនល្អហើយនឹងអ្វីដែលធ្វើឲ្យសង្គមកម្ពុជារបស់យើងមានកេរ្តិ៍ឈ្មោះមិនល្អនោះដូច្នេះហើយគឺថាអ្វីដែលខិតខំប្រឹងប្រែងរៀបចំដូចជាភ្លៀងរលឹមអញ្ចឹងបើយើងអនុវត្តឲ្យដូចភ្លៀងរលឹមអញ្ចឹងដើម្បីជាទីទុកចិត្តពីព្រោះអីអ្វីដែលប្រជាពលរដ្ឋទុកចិត្តជំនឿជាក់នឹងការដឹកនាំរបស់ថ្នាក់ដឹកនាំគឺជាលទ្ធផលហើយជាផ្លែផ្កាសម្រាប់ការរៀបចំបោះឆ្នោតនៅពេលខាងមុខនេះផងដែរដូច្នេះមន្ត្រីរាជការរបស់យើងកងកម្លាំងប្រដាប់អាវុធរបស់យើងប្រជាពលរដ្ឋរបស់យើងត្រូវខិតខំរៀបចំរៀបរយនៅក្នុងសង្គមរបស់យើងជាពិសេសយើងជាខ្មែររស់នៅលើទឹកដីខ្មែរនេះឯងដូច្នេះសូមអនុញ្ញាតដើម្បីសម្រាប់ជួបនៅឧបត្ថម្ភកម្មវិធីសិនបាទ